នៅជនបទក្នុងភូមិមួយមានក្មេងប្រុសម្នាក់ឈ្មោះម៉ាណិតគេជាក្មេងដែលស្រឡាញ់សត្វជាពិសេសកូនឆ្កែទាំងពីររបស់គេតែងតែរត់លេងនិងប្រឡែងគ្នាជារៀងរាល់ថ្ងៃចំណែកកុមារីរ៉ាមីដែលនៅផ្ទះជិតគ្នាជាក្មេងឧស្សាហ៍នាងតែងតែជួយការងារលោកយាយឲ្យចំណីសត្វនិងស្រោចដំណាំលោកយាយតែងតែបង្រៀនរ៉ាមីឲ្យចេះមើលថែសត្វនិងដាំដំណាំនាងចូលចិត្តញ៉ាំអាហារជាមួយលោកយាយណាស់ម៉ាណិតតែងតែលេងជាមួយកូនឆ្កែរបស់គាត់បន្ទាប់ពីសម្រាកពីការសិក្សាហើយម៉ាណិតក៏ជាក្មេងឧស្សាហ៍ម្នាក់នៅក្នុងភូមិដែររ៉ាមីចូលចិត្តស្ដាប់រឿងនិទានរបស់លោកយាយគាត់ពេលល្ងាចពួកគាត់ទាំងពីរចូលចិត្តអង្គុយមើលថ្ងៃលិចនៅខាងក្រោយផ្ទះពេលព្រឹកនាងតែងតែងើបពីព្រលឹមដើម្បីស្រូបយកពន្លឺព្រះអាទិត្យនាពេលព្រឹកនិងបេះផ្លែឈើជូនលោកយាយម៉ាណិតមិនត្រឹមតែស្រឡាញ់កូនឆ្កែទេគេស្រឡាញ់សត្វទាំងអស់នៅក្នុងកសិដ្ឋានរបស់លោកតាគាត់ចូលចិត្តឲ្យចំណីសត្វរាល់ថ្ងៃមាន់គោនិងពពែចំណែករ៉ាមីគេចូលចិត្តទៅលេងក្នុងព្រៃនិងបោះតង់ជាមួយឪពុកម្ដាយនាងនិងអាំងសាច់ស្ដាប់ឪពុកនិយាយរឿងហើយនាងតែងតែលេងហ្គីតាឲ្យឪពុកម្ដាយរាំយ៉ាងសប្បាយម៉ាណិតចូលចិត្តមើលលោកតាគាត់យករោមជាមហើយចូលចិត្តឲ្យលោកតាលេងហ្គីតាឲ្យគាត់ស្ដាប់ពេលល្ងាចពួកគាត់ទាំងពីរនាក់ក៏ចូលចិត្តមើលថ្ងៃលិចដោយរ៉ាមីនិងយាយនាងដែរ